ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទស្សន៍ទាយគូស្នេហ៍ថ្ងៃនេះនិយាយអំពីប្តីប្រពន្ធលេះលែងគ្នាការទស្សន៍ទាយអំពីប្តីប្រពន្ធលេះលែងគ្នាគឺជាមេរៀនជីវិតគូស្នេហ៍សម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវប្តីប្រពន្ធលេះលែងគ្នាមានដើមចង6យ៉ាងដើមចងទី1អាចមកពីពងឆ្នាំរបស់ប្តីប្រពន្ធទាំងពីរនាក់ឧទាហរណ៍ទូទៅ1ឆ្នាំខាលនិងឆ្នាំចប្តីប្រពន្ធមួយគូនោះមានពងត្រូវគ្នាគឺពងយក្សទាំងពីរនាក់ភាគរយលេះលែងគ្នាតិចបំផុតឧទាហរណ៍ទូទៅទី2ឆ្នាំខាលនិងឆ្នាំម្សាញ់ប្តីប្រពន្ធមួយគូនោះមានពងមិនត្រូវគ្នាទេគឺមួយពងយក្សនិងមួយទៀតពងមនុស្សភាគរយលេះលែងគ្នាខ្ពស់បំផុតដើមចងទី2គឺអាចមកពីការយកកូនប្រុសឬកូនស្រីមិនត្រូវធាតុនឹងប្តីប្រពន្ធដោយសារប្តីប្រពន្ធមានធាតុញីឬធាតុឈ្មោលឬធាតុញីឈ្មោលដើមចងទី3អាចមកពីប្តីប្រពន្ធហ្នឹងជាមនុស្សមានះខ្លាំងទាំងពីរនាក់មិនស្ដាប់យោបល់គ្នាដើមចងទី4អាចមកពីប្តីប្រពន្ធហ្នឹងថ្លឹងមិនស្មើគ្នាចំពោះគ្រួសារទាំងសងខាងលំអៀងទៅម្ខាងឬចិត្តមិនបានជាមួយឪពុកក្មេកម្ដាយក្មេកដើមចងទី5អាចមកពីឪពុកក្មេកម្ដាយក្មេកមិនពេញចិត្តនឹងកូនប្រសាឬមិនសូវត្រូវជាមួយនឹងកូនប្រសាដើមចងទី6អាចមកពីប្តីប្រពន្ធនឹងជាមនុស្សអភ័ព្វស្នេហ៍ឬសម្បូរស្នេហ៍ទាំងពីរនាក់សូមអរគុណ